បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់25នេះគឺប្រើប្រាស់បាន10000គីឡូបងប្អូនបាទដែលមានបញ្ហាដាក់លេខទឹកកញ្ឆក់បាទដាក់លេខទៅអត់ស្រួលបាទហើយមួយទៀតប្រាប់លេខអត់ដាច់បងប្អូនបាទដែលមានបញ្ហាទៅលើខាងអំពយ៉ាបាទអញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូនេះតើបញ្ហានេះគឺមកពីអីដែរបងប្អូនបាទអញ្ចឹងយើងធ្វើការដោះ check មើលហើយបងប្អូនបាទសម្រាប់ម៉ូតូនេះបាទយើងឃើញជាក់ស្ដែងគឺជន់លេខគឺប្រាប់លេខដាច់ទេបាទហើយពិបាកជិះមែនទែនបាទឃើញថាជន់លេខអត់ដាច់ដាក់លេខរៀងកញ្ឆក់អញ្ចឹងបាទឥឡូវយើងធ្វើការដល់ទៅ check មើលនៅកំហុសទៅវាបងប្អូនបាទហើយការសន្និដ្ឋានរបស់យើងគឺបញ្ហាទៅលើស្បែកអំយ៉ាក៏ដូចជាត្រឡោកអំយ៉ាបងប្អូនបាទដែលវាធ្វើការមិនត្រឹមត្រូវបាទអញ្ចឹងយើងធ្វើការដោះហើយសម្រាប់នេះគឺតូននេះគឺសង់025បងប្អូនបាទហើយតូននេះក៏ប្រើប្រាស់មិនធម្មតាដែរបងប្អូនហើយបាទជី10000គីឡូបាត់ហើយបាទទើបទិញបានខែគឺជីច្រើនបងប្អូនបាទសម្រាប់តូននេះឥឡូវនេះយើងធ្វើការដោះបំបែកហើយបងប្អូនបាទគឺដោះខាងកាទាអង្គពីយ៉ាស្ដាំបងប្អូនបាទដោយសារការសេរីអំយ៉ារបស់យើងបាទក៏នៅតែជន់លេខមិនដាច់ជន់លេខមិនស្រួលដែរបងប្អូនបាទអញ្ចឹងមានតែធ្វើការដោះ check ទេបងប្អូនបាទឥឡូវយើងដោះចេញមកបងប្អូនបាទសម្រាប់កាទាខាងអំយ៉ាងស្ដាំម៉ាស៊ីនខ្ចីញ៉ៃបងប្អូនហើយបាទនេះបាទអញ្ចឹងយើងមើលជាក់ស្ដែងគឺបាទគៀបឈឹងតែម្ដងបងប្អូនណាត្រឡោកអំយ៉ាក្រោយគឺអត់អង្គើទេបាទអញ្ចឹងជាមូលហេតុដែលធ្វើឲ្យការជន់លេខឬក៏ផ្អឹបលេខមិនដាច់បងប្អូនបាទនេះអានេះយើងធ្វើការបំបែកឲ្យបងប្អូនបាទអញ្ចឹងមូលហេតុវាបន្តិចទេបងប្អូនបាទហើយចាស់ម៉ូតូគាត់ថាជាងខ្លះគាត់ថាអស់ស្បែកជាងខ្លះគាត់ថាឆេះស្បែកអញ្ចឹងណាបងប្អូនបាទអញ្ចឹងជាក់ស្ដែងគឺកំហុសរបស់វាគឺទៅលើត្រឡោកអំយ៉ាណាបងប្អូនបាទអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាបាទឥឡូវយើងដោះហើយបាទអញ្ចឹងកំហុសបន្តិចទេបងប្អូនបាទគឺអត់មានខូចអីច្រើនទេសម្រាប់តូននេះបាទគឺវាបញ្ហាទៅលើឡតត្រឡោកអំយ៉ាក្រោយបងប្អូនបាទឥឡូវយើងដោះមើលជាក់ស្ដែងយើងបំបែកមើលស្បែកមើលអីគឺនៅស្អាតបងប្អូនបាទស្បែកអំយ៉ាមុខក្រោយស្បែកអូសគឺនេះនៅស្អាតភ្លឹង10000គីឡូបងប្អូនមើលជាក់ស្ដែងគឺស្បែកអត់មានបញ្ហាទេបាទនេះស្បែកនៅធម្មតាបាទអញ្ចឹងបញ្ហាធំរបស់វាគឺនេះត្រឡោកនេះបងប្អូននេះបាទនេះបាទត្រឡោកហ្នឹងត្រឡោកស្បែកអំយ៉ាក្រោយបាទបងប្អូនមើលនេះបាទឃើញទេឃើញស្នាមគៀបបាទវាអត់មានសើបាទអញ្ចឹងវាអត់មានសើធ្វើឲ្យដាក់ទៅវាគៀបបាទវាអត់មានជន់លេខអត់ដាច់អញ្ចឹងបងប្អូនបាទលេខដាច់ឥឡូវយើងខាត់វាបន្តិចយើងដាក់នៅត្រឡោកឲ្យបងប្អូនគឺនៅតែតឹងបងប្អូនបាទយើងខាត់វាឲ្យវាស្រួលបាទវាមានសើបានយើងជន់លេខអឹបលេខដាច់បងប្អូនបាទឥឡូវយើងធ្វើការខាត់ដាក់វាស្រួលបន្តិចបាទស្នាមបងប្អូនឥឡូវរួចរាល់បងប្អូននេះធ្វើការលាងសម្អាតបែកដើម្បីរៀបចូលវិញបងប្អូនបាទអញ្ចឹងយើងបញ្ហាវាគឺបន្តិចទេបងប្អូនបាទឥឡូវយើងធ្វើការបាទលាងសម្អាតរៀបស្បែកអំយ៉ាងចូលវិញបាទយើងរៀបតាមលំដាប់លំដោយតាមលំនាំដើមវិញណាបងប្អូនបាទយើងកុំភ្លេចសម្អាតលាបប្រេងឲ្យដាក់ឲ្យស្រួលដើម្បីឲ្យការប្រើប្រាស់នឹងបានយូរណាបងប្អូនបាទដាក់ត្រូវទីតាំងវាបាទស្បែកស្លឹក4ស្លឹកនេះយើងរៀបបានស្រួលដាក់ត្រូវទីតាំងដើម្បីឲ្យប្រើបានយូរណាបងប្អូនបាទនេះជាស្បែក023 25ដូចគ្នាបងប្អូនបាទស្បែកស្លឹកក្រោយដាក់ប្រេងរំអិលឲ្យសប់បានលាបដាក់ឲ្យស្រួលហើយម៉ូតូនេះដែរគឺជីរៀងខ្លាំងដែរបងប្អូនបាទជីច្រើនទិញតែប្រហែលខែឡើង10000គីឡូបាទជីច្រើនឆ្ងាយអញ្ចឹងបាទឆ្ងាយចូលនោះឥឡូវយើងរៀបចូលគុំវាចូលវិញបាទត្រូវពងវាបងប្អូនហើយមួយទៀតកុំភ្លេចរងនេះបាទរងមួយស្លឹកនេះបាទដាក់ជន់លេខក៏អត់ដាច់ដែរពិបាកជន់លេខ
lời những chập châu với một ôn khi tham mình sợ hay chẳng mình sợ còn đấy thì chọn lệch xuống nó hợp lệch đại ôn mà này cứ từ đó mình sợ và lấy xạ tay mới một ôn và ta chọn lệch ập mới dân vừa là con một ôn này và cái đại ấy ông già đại lọ và con ra nó ôn bị tao mình còn đang thế